ขณะពេលដែលទីប្រជុំជននៅប្រទេសកម្ពុជាបានរីកលូតលាស់យ៉ាងឆាប់រហ័សសំណល់រឹងបានក្លាយទៅជាបញ្ហាប្រឈមដល់បរិស្ថានសំរាមដែលមិនបានទុកដាក់ត្រឹមត្រូវបានធ្លាក់ចូលទៅក្នុងទន្លេរួចបន្តហូរចូលនៅបំពង់បឹងទន្លេសាបដែលជាបឹងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ធនាគារអភិវឌ្ឍន៍អាស៊ីបាននឹងកំពុងផ្ដល់ហិរញ្ញប្បទានក្នុងការសាងសង់ទីលានចាក់សំរាមដើម្បីពង្រឹងការគ្រប់គ្រងសំណល់រឹងនិងការពិបឹងទន្លេសាប Landfills are a really important tool for managing solid waste, but operating landfills well and collecting the trash regularly has a cost, and in Cambodia this cost is paid for by households and businesses who pay a fee for the service. But of course, if people don't get a good service, they don't want to pay for it. And then, of course, low revenues make delivering a good service impossible. This is called the low service, low revenue trap. And to help break out of this trap, ADB is financing the rollout of a new digital platform to improve both the solid waste service and the revenue collection in 5 towns in the Tonle Sap Basin. The Minister of Environment wants us to find a way to fix the solid waste management problem that we have been exist for many years. The goal of our platform is to enable the city to be able to manage the operation. We started with data collection. We want to understand where the people live, what kind of waste they produce per day, per week, how many business in the city. We are not inventing anything new. We're just putting the existing technology together. If I am a citizen, I can check my house bill from a mobile app and what is the schedule that the collection company will come and collect at my house. City Hall is a little bit more complicated because I need to monitor how many bills that have been distributed and how many bills have been paid and how many big customer that's not paid yet. They also monitor the collection company performance. If the collection company doesn't perform, the citizen will complain that last 2 weeks or last week the truck does not come and I'm not happy to pay. So the City Hall need to go and check. If there's no GPS data of the truck going to that house, meaning that's true. នៅឆ្នាំ2023ប្រព័ន្ធថ្នាល Digital សម្រាប់គ្រប់គ្រងសំណល់រឹងត្រូវបានដាក់ឲ្យដំណើរការក្នុងក្រុងបាត់ដំបងបច្ចុប្បន្ននេះសេវាប្រមូលសំរាមក្នុងទីក្រុងមានអតិថិជនចូលរួមបង់ថ្លៃសេវាកាន់តែច្រើនហើយចំណូលរបស់ក្រុងក៏បានកើនឡើងផងដែរពីមុនយើងអាចសន្និដ្ឋានបានថាបងប្អូនប្រជាពលរដ្ឋប្រមាណជាង 32,000 ក្នុងផ្ទះនេះអាចទទួលសេវាបានប្រមាណតែ 40% ទេប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមអនុវត្តប្រព័ន្ធថ្មី system ថ្មីដែលរៀបចំដោយក្រុមហ៊ុន Luma នេះគឺយើងអាចឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងក្រុងបាត់ដំបងទាំងមូលអាចថាទទួលសេវាចន្លោះពី 75 ទៅ 80% ផែនការចក្ខុវិស័យរបស់រដ្ឋបាលក្រុងនឹងធ្វើឲ្យបានចន្លោះពី 90 ទៅ 95% ដើម្បីឲ្យស្អាតក្រុងបាត់ដំបងក្លាយទៅជាទីក្រុងស្អាតទីក្រុង smart ចឹងបងមកទីនេះមកដើម្បីពីណាខ្ញុំមកបងថ្លៃសេវាប្រមូលសម្រាប់តកតងតម្លៃពីមុនមកឥឡូវទទួលស្គាល់ថាបច្ចុប្បន្នរៀងខ្ពស់ជាងតម្លៃមុនគាត់ថាវាអាស្រ័យលើទី1ដោយសារការផ្លាស់ប្ដូរពីសេវាមានស្តង់ដារអញ្ចឹងវាត្រូវការចំណាយថ្មីនេះប្រព័ន្ធថ្នាល Digital សម្រាប់គ្រប់គ្រងសំណល់រឹងត្រូវបានដាក់ឲ្យដំណើរការក្នុងក្រុងពោធិ៍សាត់ដើម្បីចាប់ផ្ដើមប្រតិបត្តិការបុគ្គលិក Luma បានបណ្ដុះបណ្ដាលក្រុមការងារអតិថិជនក្នុងការពន្យល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងអំពីប្រព័ន្ធប្រមូលសំរាមថ្មីនេះយើងចែកបានដែលនិយាយពន្យល់ប្រជាពលរដ្ឋឲ្យវិចខ្ចប់ទុកដាក់សំរាមឲ្យស្អាតដើម្បីឡានទៅប្រមូលយកប្រជាពលរដ្ឋទាំងអស់នៅក្នុងទីក្រុងចង់បានបរិស្ថានស្អាតជួនកាលគាត់អត់ទាន់បានទទួលព័ត៌មានហ្នឹងគាត់អត់យល់ទេប៉ុន្តែនៅពេលដែលក្រុមពួកយើងចុះទៅបញ្យល់គាត់យល់ហើយគាត់ចូលរួមអញ្ចឹងពីមុនមកកន្លែងចាក់បងអត់ធ្លាប់បងសេវាសម្រាប់ទេពួកខ្ញុំអត់ផងពួកខ្ញុំមានអណ្ដៅនោះពួកខ្ញុំនេះចាក់ដាក់ចូលអណ្ដៅបងយកដាក់ចូលអណ្ដៅហើយដុតខ្លួនឯងចាដុតខ្លួនឯងបងចាប់ពីខែ4នេះទៅរដ្ឋបាលក្រុងគាត់ពង្រឹងការប្រមូលសម្រាមនៅក្នុងបរិវេណក្រុងពោធិ៍សាត់អញ្ចឹងត្រូវការចូលរួមពីបងទាំងអស់គ្នាដែរសម្រាប់ផ្ទះបងនេះបងអាចពិនិត្យមើលតម្លៃមួយខែ10000ចាបងអត់អីទេ We are very proud of what we have done, especially with the support from all the City Hall that work with us. How we can put all the team together
to explain the people that to have a better living. You know, if you want your city to be clean, sustainable, no solid waste, so that you can live in a clean environment, there's a price to pay. Every one of us have to pay it.